ពេលខ្លះរឿងរ៉ាវជីវិតដែលយើងឆ្លងកាត់អាចថាគេក៏មិនដូចយើងក៏មិនដូចគេឧទាហរណ៍មិត្តភ័ក្តិឬក៏ពុកម៉ាក់អតីតរួមការងារក្រោយពីបែកគ្នាមួយរយៈអ្នកខ្លះក៏ប្រែប្រួលលែងមានទំនាក់ទំនងជាមួយយើងយ៉ាងទៅអ្នកខ្លះគាត់តិចតួចអាចថានៅមានទំនាក់ទំនងជាមួយគ្នាបើទោះបីជាយើងមិនមានផលប្រយោជន៍អីជាមួយគ្នាប៉ុន្តែយើងរាប់អានគ្នាដោយជាអតីតក្រុមការងារឬក៏ដោយសារការចូលចិត្តគ្នាស្រឡាញ់គ្នាមិនផ្អែកទៅលើផលប្រយោជន៍សេដ្ឋកិច្ចឬក៏ផលប្រយោជន៍ហិរញ្ញវត្ថុណាមួយក្នុងទំនាក់ទំនងប៉ុន្តែបុគ្គលបែបនេះនៅក្នុងសង្គមបច្ចុប្បន្នយើងឃើញថាមានតិចតែបើនិយាយបែបនេះទៅសម្រាប់បងប្អូនដែលជាជំនាន់ក្រោយអាចថា Gen Z នៅក្នុងកម្រិតអាយុ20ស្ដើងគាត់អាចថាយល់មិនឃើញដូចយើងទេដោយសារបទពិសោធន៍ជីវិតរបស់គាត់ហើយការឆ្លងកាត់របស់គាត់បែបផ្សេងហើយក៏គាត់អាចអត់ជឿដែរប៉ុន្តែអ្វីដែលខ្ញុំជួបប្រទះកន្លងផុតទៅនៃបទពិសោធន៍ការងារធ្វើការ10ឆ្នាំជាងឃើញថាក្រុមការងារទាំងឡាយវាហាក់បីដូចជាគ្រាន់តែមនុស្សជួបគ្នាហើយអាចថាពេលចប់ពីការងារនឹងទៅឬក៏ផ្លាស់ប្ដូរការងារទៅពេលដែលដូរការងារទៅរៀងខ្លួនស្ទើរតែមិនមានទំនាក់ទំនងជាមួយគ្នាបើទោះបីជាពីមុនមកគេអាចថាមានទំនាក់ទំនងជិតស្និទ្ធជាមួយយើងឬក៏មានការប្រស័យទាក់ទងគ្នាញឹកញាប់ក៏ពេលដែលយើងបែកគ្នាដោយសារការផ្លាស់ប្ដូរការងារឬកន្លែងការងារក៏គេមិនមានទំនាក់ទំនងដែរប៉ុន្តែមានមិត្តភ័ក្តិអតីតរួមការងារខ្លះគាត់អាចនៅឆ្លៀតមកទំនាក់ទំនងមកយើងម្ដងម្កាលក៏ប៉ុន្តែការនៅទំនាក់ទំនងមកយើងម្ដងម្កាលនោះវាមិនមែនជាការនឹករលឹកឬក៏ជាការដែលរាប់អាននោះទេគាត់ទំនាក់ទំនងមកយើងដោយសារគាត់រំពឹងឬក៏គិតទុកនៅអ្វីមួយដែលគាត់ថាគាត់អាចនឹងមានផលប្រយោជន៍ជាមួយយើងប៉ុន្តែក្រោយដល់ពេលគាត់សាកទំនាក់ទំនងមកយើងហើយចង់បានអ្វីដែលគាត់ចង់បានជាមួយយើងមិនបានគាត់បែរជាផ្ដាច់ទំនាក់ទំនងយើងទៅវិញទៀតអានេះហើយដែលជាបទពិសោធន៍ដែលជួបជាញយអ្នកខ្លះបែកគ្នា5ឆ្នាំអ្នកខ្លះ10ឆ្នាំគាត់អត់ដែលឆាតឬក៏ message អីមកលេងទេប៉ុន្តែថ្ងៃមួយស្រាប់តែឃើញគាត់ឆាតឬក៏ message មកលេងឆាតឬក៏ message មកលេងនោះក្នុងរយៈពេល2ឬក៏3ថ្ងៃស្រាប់តែគាត់អ្នកខ្លះខ្ចីលុយអ្នកខ្លះស្នើសុំខ្ចីលុយអញ្ចឹងទៅដល់ពេលខ្ចីអត់បានគាត់ក៏ឈប់ទៅអ្នកទៅនៅមួយយើងទៀតអ្នកខ្លះពេលដែលគាត់ឆាតមកហ្នឹងគាត់ឆាតមកដោយសារគាត់អត់ការងារធ្វើដោយសារបញ្ហាណាមួយគាត់ឈប់ធ្វើការមួយរយៈអញ្ចឹងទៅគាត់អត់ការងារធ្វើគាត់ឆាតមករកយើងសុំឲ្យយើងជួយធ្វើការឲ្យរកការងារគាត់ធ្វើដែរតែដល់ពេលយើងអាចជួយឲ្យគាត់បានឬក៏យើងមិនជួយគាត់អាការដែលឆាតនោះគាត់ស្រាប់តែទៅប្លុកឆាតឬក៏អីចោលទៀតមានអារម្មណ៍ថាមនុស្សហាក់បីដូចជារំពឹងទៅលើផលប្រយោជន៍សំខាន់ជាងជាការរាប់អានស្មោះត្រង់រវាងគ្នានឹងគ្នាអានេះជាបទពិសោធន៍ដែរសម្រាប់ខ្ញុំជួបផ្ទាល់ក៏ប៉ុន្តែសម្រាប់អ្នកផ្សេងឬបងប្អូនផ្សេងទៀតដែលឆ្លងកាត់ឬក៏ជួបបែបម៉េចបែបណានោះខ្ញុំអត់ដឹងទេប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ជួបគឺបែបហ្នឹងអញ្ចឹងហើយអាចថាបងប្អូនឬក៏អ្នកផ្សេងគាត់ជួបបទពិសោធន៍ល្អជាងខ្ញុំក៏ថាបានអរគុណច្រើន